នៅក្នុងវីដេអូមួយនេះខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងគ្នាពីរបៀបកាត់តវីដេអូឲ្យបោះទៅចេញសត្វចាបបាទនៅក្នុងកម្មវិធី VN ដោយបងប្អូនទាំងគ្នាបានឃើញនៅក្បាលវីដេអូមួយនេះអញ្ចឹងបាទឥឡូវយើងកុំឲ្យខាតពេលយើងចូលទៅក្នុងកម្មវិធី VN ទាំងអស់គ្នានៅពេលដែលយើងចូលមកដល់កម្មវិធី VN ហើយបងប្អូនទាំងគ្នារើសយកវីដេអូរបស់បងប្អូនទាំងគ្នាមកហើយនេះគឺជាវីដេអូគ្រាន់តែជាការឧទាហរណ៍ទេជាដំបូងគឺខ្ញុំថត background ទៅទេបែបនេះហើយបន្តមកទៀតគឺនេះគឺជាសកម្មភាពដែលខ្ញុំថតយកមកឧទាហរណ៍ជូនបងប្អូនទាំងគ្នាយើងធ្វើ style បែបណាក៏បានកន្លែងនេះគឺយើងបោះទៅបោះស្លឹកឈើទៅទេអូខេបែបនេះអញ្ចឹងជាដំបូងយើងទៅធ្វើការកាត់ background ទៅទេសិនបាទនេះផ្ទៃ background ទៅទេហើយបន្តមកទៀតគឺធ្វើការកាត់ហើយនេះយើងទាញវាទៅលើជាប្រភេទ layer អូខេហើយខ្ញុំអូយដល់នឹងមកហើយកន្លែងនេះខ្ញុំលុបចោលពណ៌ខ្មៅនេះហើយ background គឺខ្ញុំធ្វើការ copy វិញអូខេឥឡូវយើង play មើលខ្ញុំធ្វើការបិទសលេងសិនអូខេតែមិនហើយអញ្ចឹងខ្ញុំធ្វើការដាក់វាធំនេះយើងចុចចំនេះមកនេះធំហើយបន្តមកទៀតគឺខ្ញុំធ្វើការមើលកន្លែងដែលយើងបោះទៅនេះយើងបោះទៅឲ្យវាឃើញរូបនេះនេះស្លឹកឈើធ្លាក់ចំនឹងមកហើយបន្តមកទៀតគឺខ្ញុំចុចសញ្ញាបូកមួយសម្គាល់ឲ្យដឹងថាចំហ្នឹងហើយបន្តមកទៀតគឺខ្ញុំចុចឲ្យចំម៉ាស់ហើយយកកន្លែងនេះហើយធ្វើការបង្វិលវាបន្តមកទៀតគឺខ្ញុំអូសដាក់ចំនេះមកបាទអូខេចុចគ្រីសឥឡូវយើង play ទៅនេះដល់នេះបាត់ហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំធ្វើការដាក់នេះចូលដាក់ effect មួយចូលចុចចាំកន្លែងនេះមកហើយយើងយក photo ដើម្បីឬក៏ video ដើម្បីយក effect របស់យើងបាទអូខេនេះគឺជា effect ដែលខ្ញុំបានដាក់ចូលមិញហើយយើងចុចចាំមកនេះ chroma នេះមកchroma ហើយយើងដោះ background ពណ៌ខៀវចេញបាទនេះហើយយើងអាចសេរីបន្ថែមទៀតអូខេហើយយើងចុចគ្រីសខ្ញុំធ្វើការបិទសលេងសិនហើយបន្តមកទៀតគឺយើងយកទៅដាក់វាកន្លែងនេះមកនេះឲ្យចំកន្លែងសัตว์កន្លែងស្លឹកឈើរបស់យើងមកអូខេហើយយើងទាញវាប៉ុណ្ណេះខ្លីបានហើយយើងសាក play នេះបាទប៉ុណ្ណេះមកបាទប៉ុណ្ណឹងហើយបន្តមកទៀតគឺខ្ញុំធ្វើការយករូបសត្វចាបឬក៏រូបសត្វអីផ្សេងដែលបងប្អូនចង់ដាក់បាទចុចចំនេះដដែលហើយយកវីដេអូរបស់យើងមកអូខេនេះគឺជាសត្វចាបដែលខ្ញុំដាក់បញ្ចូលហើយខ្ញុំធ្វើការបិទសលេងដូចគ្នាដោយសារតែកុំឲ្យវាចោលសំឡេងហើយបន្តមកទៀតគឺយើងធ្វើការដោះ background ពណ៌ខៀវចេញចុចចំឡើងនេះរូបមនុស្សនេះchromaនេះហើយយើងអូសមកបាទហើយយើងអាចសេរីបន្ថែមទៀតប៉ុន្តែយើងចង់បានហើយបន្តមកទៀតគឺខ្ញុំស៊ូមមួយវាទូចបន្តិចហើយដាក់ចំនេះដាក់ចំកន្លែងនេះមកហើយខ្ញុំធ្វើការចុចកន្លែងនេះហើយយកនេះឲ្យវាចេញមករបៀបដូចព្រើសិនអញ្ចឹងហើយបន្តមកទៀតគឺខ្ញុំចុចចំនឹងមួយហើយអូសមកមុខបន្តិចហើយខ្ញុំចុចធ្វើការវាអូសឡើងលើឬក៏យើងអូសទៅណាក៏បានដែរសាច់លើបងប្អូនគ្នាអូខេឥឡូវយើងសាក play ទៅនេះបាទតែហើយបាទហ្នឹងហើយវីដេអូថ្ងៃនេះគឺអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យចែកម្លែកទៅបងប្អូនគ្នាពីរបៀបកាត់តវីដេអូនៅក្នុងកម្មវិធី VN បាទអូខេអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមមករហូតដល់ចប់បាទកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀតបាទបាយបាយ